វីដេអូនេះយើងចូលមកដល់លំហាត់ទី2ណាថ្នាក់ទី8ទេខ្ញុំព្យាយាមថតណាវីដេអូឲ្យបានច្រើនដើម្បីទុកជាឯកសារសម្រាប់ឲ្យបងប្អូនគាត់រៀនណាស្វ័យសិក្សារៀនដោយខ្លួនឯងលំហាត់ទី2នេះគឺនៅតែបំបែកຂະຫນາດដដែលទេណាពាក់ព័ន្ធជាមួយនឹងបំបែកຂະຫນາດយើងចង់បានវាឲ្យទៅជាម៉ែត្រក្នុង1វិនាទីណាម៉ែត្រក្នុង1វិនាទីយើងធ្លាប់ជួបច្រើនគេទៅសេម៉ែត្រក្នុង1ម៉ោងគេទៅសេអត់មានអទេណាអូខេគេទៅសេអត់មានអណាតែរបស់ខ្ញុំនេះខ្ញុំដកស្រង់មកគឺមានអណាអញ្ចឹងខ្ញុំគាត់ឲ្យចង់ឲ្យអ្នកទាំងអស់គ្នាដឹងមានន័យថាគេទៅសេម៉ែត្រក្នុង1ម៉ោងសេបែបហ្នឹងក៏បានណាគីឡូម៉ែត្រក្នុង1ម៉ោងទៅសេមានអក៏បានដែរឲ្យអ្នកទាំងអស់គ្នាដឹងអាហ្នឹងណាអូខេឲ្យវាទលំទលាយបន្តិចកុំឲ្យឃើញថាគេទៅសេមានតែម៉ោងដល់ពេលសេមានអទៅអ្នកមានអារម្មណ៍ថាប្លែកណាតោះទី1យើងទៅមើលសំទុះទី1 A យើងទៅមើល A របស់យើងខ្ញុំរំលឹកអ្នកទាំងអស់គ្នាបន្តិចពាក់ព័ន្ធជាមួយនឹងបំបែកអូខេពាក់ព័ន្ធជាមួយនឹងយើងបំបែករបស់យើងមើលអាលើយើងបំបែកបែបអាលើអាក្រោមបែបអាក្រោមអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវចាំណាអូខេកន្លែងនេះពាក់ព័ន្ធជាមួយនឹងម៉ែត្រណាម៉ែត្រគីឡូម៉ែត្រវាខុសគ្នាប្រមាណណា1000 ដងណាមានន័យថាខុសគ្នា1000 ដងហ្នឹងណាម៉ែត្រទៅជាងគីឡូម៉ែត្រ1000 ដងណាតើខ្ញុំនិយាយហើយហ្នឹងណាម៉ែត្រទៅជាងគីឡូម៉ែត្រ1000 ដងម៉ែត្រទៅសង់ទីម៉ែត្រណា100ណា100ម៉ែត្រមកដេស៊ីម៉ែត្រណាដេស៊ីម៉ែត្រអានេះគឺខុសគ្នា10 ដងខុសគ្នា10 ដងណាម៉ែត្រមកមីលីម៉ែត្រណាខុសគ្នា1000 ដងកន្លែងនេះខុសគ្នា1000 ដងអូខេពាក់ព័ន្ធជាមួយនឹងដែលយើងបំបែកຂະຫນាតរបស់យើងហ្នឹងគីឡូម៉ែត្រធំជាងម៉ែត្រណាពួកអានេះគឺសិតតែតូចជាងម៉ែត្រណានេះមានដេមានសង់មានមីហ្នឹងណាអូខេណាបើយើងទៅសេតាមកម្មចិន្តារបស់យើងណាខ្ញុំសេសាថ្មីនេះដល់ងាយយល់អញ្ចឹងណាអូខេខ្ញុំលុបអានេះចេញសិនពាក់ព័ន្ធជាមួយនឹងដែលតូចជាងម៉ែត្រណាខ្ញុំនិយាយតែតូចជាងម៉ែត្រម៉ែត្រដេស៊ីម៉ែត្រ10 ដងណាដេស៊ីម៉ែត្រម៉ែត្រសង់ទីម៉ែត្រឡើង100តូចជាងណាអូខេម៉ែត្រទៅអីគេទៀតទៅមីលីម៉ែត្រអានេះវា100សំទោស1000 ដងហ្នឹង1000 ដងឲ្យតាមលំដាប់លំដោយអញ្ចឹងណាហើយដល់ពេលគីឡូណាគីឡូហ្នឹងវាធំជាងណាមានន័យថា1គីឡូម៉ែត្របើ1ម៉ែត្រវា1000 ដងហ្នឹងវា1000 ដងណាគីឡូម៉ែត្រ1ម៉ែត្រហ្នឹងគឺ1000 ដងកន្លែងហ្នឹងណាពាក់ព័ន្ធជាមួយនឹងប្រវែងខ្លះដែលគ្រូរំលឹកប្រាប់អ្នកទាំងអស់គ្នាណាតោះចុះរយៈពេល1ម៉ោងណា1ម៉ោងបើមកជាវិនាទីណាវាប្រហែលវាឥឡូវជានាទីសិនចាស់ណាជានាទីគឺ3600ណាជានាទីណា mn ណាឬថែម i ទៀតក៏បានដែរសំទោសមកជាវិនាទីមកជានាទីណាខ្ញុំនិយាយសារថ្មីមិនខ្ញុំនិយាយច្រឡំ1ម៉ោងមកណានាទីអញ្ចឹងវាមាន60នាទីណាមិនខ្ញុំនិយាយច្រឡំសំដៅទៅលើវិនាទីឥឡូវខ្ញុំនិយាយសារថ្មីវិញ1ម៉ោងមាន60នាទីបើមកវិនាទីគឺ3600ណាវិនាទីយើងត្រូវដឹងអាហ្នឹងណាមកវិនាទីរបស់យើងណា
chẳngខ្ញុំធ្វើខ្លះទេទុកឲ្យបងប្អូនធ្វើដោយខ្លួនឯងឧបមាថាអេអ្នកទាំងអស់គ្នាសម្លឹងមើលលើហ្នឹងវាម៉ែត្រត្រូវហើយអញ្ចឹងយើងអត់បានបំបែកវាទេកន្លែងហ្នឹងណាអ្នកទាំងអស់គ្នាចាំទៅហ្នឹងយើងអត់បានបំបែកវាទេយើងទុកវាដដែលអញ្ចឹងខុសតែខាងក្រោមឯងម៉ោងវិនាទីណាខុសគ្នាទៅខាងហ្នឹងឯណាអូខេខុសគ្នាទៅខាងហ្នឹងតោះអញ្ចឹងខុសខាងក្រោមណាខុសខាងក្រោមអញ្ចឹងឥឡូវគឺអត់មានគុណថែមអីទេគឺ43ដដែលណាខាងក្រោមយើងបំបែកម៉ោងមកវិនាទីវាប៉ុន្មានម៉ោងមួយវិនាទីរបស់យើងគឺ3600ណាតន់ខ្ញុំនិយាយកន្លែងហ្នឹងណាខាងលើវាម៉ែត្រវាត្រូវហើយវាខុសខាងក្រោមនេះកន្លែងហ្នឹងណាអូខេតោះអញ្ចឹងយើងចែកមកកន្លែងហ្នឹងវាបានប្រមាណមកអត់មានប្រកាសជឿសិនទៅចែកទៅឃើញប្រមាណណាវា43ចែកនឹង3600ណាអញ្ចឹងវាបាន0 1.9ណាអូខេម៉ែត្រក្នុង1វិនាទីណានឹងធ្វើឲ្យអាហ្នឹងជាគំរូមួយតោះបន្តទៀតចូលដល់ B ចាស់ណាចូលដល់ B ចូលដល់ B យើងសម្លឹងមើលបន្តទៀតណានេះយើងចែកមកបានប៉ុណ្ណេះ B របស់យើងមើលខាងលើហ្នឹងម៉ែត្រដូចគ្នានៅខុសគ្នាអញ្ចឹងគីឡូម៉ែត្រណាអញ្ចឹងគីឡូម៉ែត្រយើងត្រូវធ្វើយ៉ាងម៉េចទៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវបំលែងវាទៅជាម៉ែត្រអញ្ចឹងមានន័យថា24យើងបដូរគីឡូទៅជាម៉ែត្រមិនប៉ុន្មានគីឡូទៅជាម៉ែត្រ1000ដងអញ្ចឹងអ្នកទាំងអស់គ្នាអាលើហ្នឹងគឺគុណនឹង1000ឃើញទេយើងដូរអាលើអ្នកទាំងអស់គ្នាតន់គ្រូនិយាយអត់ហ្នឹងគឺយើងបដូរអាលើគីឡូម៉ែត្រទៅម៉ែត្រគឺ1000ហ្នឹងវាចេញទៅជាម៉ែត្រហើយអាខាងក្រោមណាវាមិនមែនម៉ោងដូចមុនទេវានាទីអញ្ចឹងកន្លែងនាទីណា1នាទីមកវិនាទីហ្នឹងវាប្រមាណខុសគ្នាប្រមាណអាហ្នឹងគឺ60នាទីវិនាទី60ណាអញ្ចឹងមានន័យថាកន្លែងនេះយើងចែកនឹង60ណាចែកនឹង60អញ្ចឹងវាបានម៉ែត្រក្នុង1វិនាទីអូខេអញ្ចឹងអសូរនេះយើងកាត់វាចោលទៅមិនចាំបាច់ណាទៅយកទៅគុណចែកនាំមកច្រើនអីទេណាយើងកាត់0បើ1កាត់1ដូចគ្នា2កាត់2ដូចគ្នាកន្លែងហ្នឹងតោះអញ្ចឹងយើងនៅសល់តែ100គុណ24ចែកនឹង6បានហើយកន្លែងហ្នឹងតោះអញ្ចឹងយើងបាន24គុណនឹងណាអូខេអញ្ចឹងវាបាន1400សំទោស2400ណា2400គុណនឹង10គុណនឹង100អីយើងមិនចាំបាច់ទៅគុណទេអ្នកឲ្យចាំថាគុណ100វាថែម02គុណ10ថែម01 1000ថែម03ទៅអាហ្នឹងណាតោះនេះហ្នឹងហើយមិនចាំបាច់ទៅទាញនាំគុណនាំយូរចំណាំអញ្ចឹងណាគេ100វាមាន02ណា1000វាមាន03អញ្ចឹងថែមយកលើលេខហ្នឹងទៅក្បៀសគេគិតផ្សេងណាក្បៀសយើងគិតផ្សេង24ចែកនឹងសំទោស20 400ចែកនឹង6ណាចែកនឹង6អញ្ចឹងវាបាន400ណាអូខេវាបាន400ម៉ែត្រក្នុង1វិនាទីណាអូខេអញ្ចឹងខ្ញុំធ្វើជាគំរូឲ្យតែប៉ុណ្្នឹងទេទុកឲ្យបងប្អូនធ្វើបង្ហើយខ្លួនឯងណាC ប្រមាណ D ប្រមាណ E ប្រមាណទុកបងប្អូនធ្វើបង្ហើយខ្លួនឯងចាស់ហើយគំរូគ្រូបានធ្វើឲ្យខាងលើរួចរាល់អស់ហើយណាអញ្ចឹងវីដេអូរបស់យើងគឺបញ្ចប់តែប៉ុណ្្នឹងបងប្អូនមានចម្ងល់អីអាច comment សួរគ្រូបានណានៅតាមវីដេអូចាំគ្រូព្យាយាមឆ្លើយណាអរគុណច្រើនបងប្អូនណាជូនពរឲ្យសុខភាពល្អរៀនឲ្យបានពូកែទាំងអស់គ្នា